ចលនាតវ៉ារបស់ប្រជាពលរដ្ឋនៅភូមិព្រៃច័ន្ទខេត្តបន្ទាយមានជ័យបានរំសាយទៅវិញនៅប្រលប់ថ្ងៃទី16ខែកញ្ញាក្រោយអាជ្ញាធរកម្ពុជានិងអាជ្ញាធរថៃបានសម្របសម្រួលឲ្យទាហានថៃដកថយពីទីតាំងទំនាស់ដើម្បីទុកឲ្យថ្នាក់ដឹកនាំខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរប្រជុំដោះស្រាយអភិបាលរងខេត្តបន្ទាយមានជ័យលោកលីសវណ្ណរិទ្ធបានឲ្យដឹងថានៅប្រលប់ថ្ងៃទី16ខែកញ្ញាអាជ្ញាធរកម្ពុជានិងអាជ្ញាធរថៃបានសម្របសម្រួលឲ្យទាហានថៃដកថយចេញពីទីតាំងទំនាស់នៅភូមិព្រៃច័ន្ទខេត្តបន្ទាយមានជ័យដោយទុកឲ្យអភិបាលខេត្តបន្ទាយមានជ័យលោកអ៊ុំរាត្រីប្រជុំដោះស្រាយជាមួយនឹងអាជ្ញាធរថៃខេត្តស្រះកែវនៅថ្ងៃទី17ខែកញ្ញាការសម្របសម្រួលនេះធ្វើឡើងក្រោយទាហានថៃជាច្រើនអ្នកនៅរសៀលថ្ងៃទី16ខែកញ្ញាបានចូលមករាយបន្លាលួសចូលក្នុងទឹកដីនៃខេត្តបន្ទាយមានជ័យដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរប្រមាណ200អ្នកផ្ទុះការតវ៉ាស្ងប់ស្ងាត់ដែរដោយសារតែខាងថៃទីនេះម៉ោង7ហ្នឹងគឺសូមឲ្យដកថយរៀងខ្លួនហ្នឹងហើយរងចាំការចរចាខាងហ៊ានថៃនឹងយើងថ្ងៃនេះដូចជាខាងស្រះកែវខេត្តស្រះកែវខេត្តទីជ័យដែលមានអាដាមបាខេត្តទៅចូលរួមដែរក៏មានកិច្ចជុំមួយនៅលើស្ពាន88ជុំវិញករណីនេះអ្នកខ្លំមើលស្ថានភាពសង្គមយល់ថាភិក្ខីថៃនៅតែបន្តរំលោភលើបទឈប់បាញ់ធ្ងន់ធ្ងរតាមរយៈការធ្វើទុកបុកម្នេញម្ដងហើយម្ដងទៀតមកលើកម្ពុជាអ្នកខ្លំមើលក៏ជំរុញឲ្យអាជ្ញាធរកម្ពុជារារាំងការឈ្លានពានរបស់ថៃកុំឲ្យពួកគេធ្វើអ្វីបានស្រេចទៅចិត្តអគ្គលេខាធិការីបណ្ឌិតសភាកម្ពុជាលោកបណ្ឌិតយ៉ងពៅយល់ថាទាំងយោធាថៃទាំងរដ្ឋាភិបាលថៃមិនបោះបង់ចោលមហិច្ឆតាអាក្រក់របស់ខ្លួននយោបាយទុច្ចរិតរបស់ខ្លួនក្នុងការបំពេញឈ្លានពានទឹកដីកម្ពុជាទេសម្រាប់រាជរដ្ឋាភិបាលកម្ពុជានិងអាជ្ញាធរមានសមត្ថកិច្ចគួរតែបានមើលពិនិត្យមើលកិច្ចការនេះចូលរួមជាមួយប្រជាពលរដ្ឋយើងកុំឲ្យទាហានថៃធ្វើអីតាមតែអំពើចិត្តរបស់ខ្លួនគឺមិនមែនឲ្យយើងទៅតបតដោយកម្លាំងប្រដាប់អាវុធទេប៉ុន្តែយើងត្រូវតែចូលរួមការពារជាមួយប្រជាពលរដ្ឋកុំឲ្យទាហានថៃធ្វើអីសាច់តែចិត្តនៅពេលយើងបានដឹងហើយថាទាហានថៃកាលណារាយបលាលួសហើយដេញប្រជាពលរដ្ឋចេញហើយគឺហាក់ដូចជាចាប់យកទីតាំងតែម្ដងអញ្ចឹងយើងសមត្ថកិច្ចគឺកុំឲ្យពួកនឹងចូលមកតែម្ដងបាទចំណែកប្រធានវិជាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិតកិនភីយល់ថានេះគឺជាសកម្មភាពcủaក្លើននៅតែបន្តcủaក្លើនដែលរំលោភទៅលើបទឈប់បាញ់និងរំលោភលើអធិបតេយ្យនិងបនភាពទឹកដីកម្ពុជាយើងយ៉ាងច្បាស់កលែបដែលបង្ហាញថាថៃគឺអត់បានគោរពនៅស្មារតីនៃបទឈប់បាញ់ស្មារតីនៃកិច្ចប្រជុំ GBC RBC ដែលពួកគេបានប្រជុំជាមួយខាងខ្មែរយើងទេឥឡូវនេះអ្វីដែលយើងអាចធ្វើបានទី1គឺយើងឈរពភាស្មាជាមួយបងប្អូនប្រជាពលរដ្ឋនឹងការពារដើម្បីកុំឲ្យគេរំលោភឈ្លានពានមកលើដៃយើងបន្ថែមទៀតក៏ប៉ុន្តែក៏បញ្ជាការផ្ទុះអាវុធដែរយើងមិនចង់ឲ្យមានសង្គ្រាមកើតឡើងទេអានោះទី1ទី2យើងបន្តតវ៉ាតាមផ្លូវទូតគឺថារាល់សកម្មភាពទាំងអស់របស់ស្ទាមឈ្លានពានហ្នឹងយើងត្រូវតែតវ៉ាជារយៈអសរគ្រប់កម្រិតទាំងអស់អាហ្នឹងគឺតាមរយៈការទូតទៅក្រសួងការបរទេសថ្ងៃរាល់សកម្មភាពរំលោភបំពានទាំងអស់ហ្នឹងហើយទី3គឺយើងត្រូវតែប្តឹងទៅកម្មសាស្ត្រសន្តិសុខអង្គការសហប្រជាជាតិទៅមហាសន្និបាតអង្គការសហប្រជាជាតិអំពីសកម្មភាពរំលោភឈ្លានពានរបស់ថៃមកលើខ្មែរយើងហើយបន្តជំរុញនីតិវិធីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិហ្នឹងសូមថាមកដល់ពេលនេះម៉ោងនេះគឺដំណើរការដល់ណាហើយព្រោះយើងអត់មានរំពឹងទៅលើការប្រើប្រាស់កម្លាំងបាយទេយើងពឹងខ្លាំងទៅលើយន្តការផ្លូវច្បាប់និងការទូតនេះមិនមែនជាលើកទី1ទេដែលទាហានថៃបានធ្វើសកម្មភាពពួតបន្លាលួសចូលក្នុងទឹកដីនៃខេត្តបន្ទាយមានជ័យជាក់ស្ដែងហេតុការណ៍ស្រដៀងគ្នានេះបានកើតឡើងជាច្រើនដងមកហើយដូចជាករណីនៅក្នុងភូមិជោគជ័យដែលធ្វើឲ្យប្រជាពលរដ្ឋរាប់រយនាក់ផ្ទុះការតវ៉ាអូបន្លាលួសរបស់ថៃចេញរួមនឹងមានការដេកចាំនៅនឹងកន្លែងជាដើម